យោងតាមច្បាប់អន្តរជាតិជនភេសជ្ជៈដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិវិលត្រឡប់ទៅកាន់ប្រទេសសម្បែងរបស់ពួកគាត់វិញយោងតាមកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025រវាងប្រទេសថៃនិងប្រទេសកម្ពុជារំលឹកឲ្យដឹងផងដែរថានៅរុស្ស៊ីថ្ងៃទី27ខែកក្កដាឆ្នាំ2026លោក Tom Andro អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មីបានចុះជួបសម្ដែងការគួរសមនិងបានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រនិងបន្លាលួសនៅតាមតំបន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី31ខែកក្កដាឆ្នាំ2026លោក Tom Andro បានធ្វើការរាយការណ៍ពិសេសអំពីស្ថានភាពចំនួនព្រំដែនរវាងកម្ពុជានិងថៃសូមអញ្ជើញស្ដាប់សេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារជាភាសាខ្មែរដូចតទៅការគោរពច្បាប់អន្តរជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ក៏បានបញ្ជាក់ប្រាប់ខ្ញុំផងដែរថាការគោរពច្បាប់អន្តរជាតិគឺជាសសរស្តម្ភសម្រាប់ការឈានទៅកសាងសេចក្តីសម្រេចដ៏យុត្តិធម៌មួយចំពោះបញ្ហាចំនួនព្រំដែនជាមួយប្រទេសថៃខ្ញុំបានធ្វើដំណើរទៅកាន់ព្រំដែនដើម្បីមើលឲ្យឃើញផ្ទាល់ភ្នែកនៅផលប៉ះពាល់នៃចំនួននិងដើម្បីជួបជាមួយប្រជាពលរដ្ឋរងគ្រោះបន្ទាប់ពីបានជួបពិភាក្សាជាមួយអភិបាលខេត្តបន្ទាយមានជ័យនិងទទួលបានការបកស្រាយយ៉ាងសប្បុរសជ្រុងជ្រោយរួចមកខ្ញុំបានទៅទស្សនកិច្ចជំរុំជាលំនៅឋានបណ្ដោះអាសន្នដែលបានរៀបចំសាងសង់ដោយអាជ្ញាធរកម្ពុជាហើយបានសង្កេតមើលសកម្មភាពរបស់កុមារដែលកំពុងចូលតម្រង់ជួររងចាំទទួលអាហារពេលព្រឹកពីកម្មវិធីផ្ដល់អាហាររបស់កម្ពុជាស្បៀងអាហារពិភពលោកដែលហៅកាត់ថា WLP អ្វីដែលធ្វើឲ្យខ្ញុំរំជួលចិត្តបំផុតនោះគឺខ្ញុំបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេក្នុងនោះស្ត្រីជាម្ដាយជាច្រើនបានរៀបរាប់អំពីស្ថានភាពគួរឲ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែកនិងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចាក់ឈូសឆាយបំផ្លាញរៀបដល់ដីប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ 650,000 នាក់ត្រូវបានភៀសសាក់នៅតាមតំបន់ព្រំដែនកាលពីចុងឆ្នាំកន្លងទៅហើយក្នុងនោះប្រជាជនជាង 20,000 នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះវិញបាននៅឡើយហើយខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋស៊ីវិលហើយពួកគាត់បានប្រាប់ខ្ញុំថាពួកគាត់មិនអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញបានទេដោយសារតែភូមិនិងទីប្រជុំជននានាដែលពួកគាត់ធ្លាប់រស់នៅគឺមានទាហានថៃកាន់កាប់ខ្ញុំបានធ្វើដំណើរទៅដល់អតីតទីប្រជុំជនជីដែនមួយហើយបានមើលឃើញរបាំងនិងលួសបន្លាដែលគេបានដាក់ដើម្បីរារាំងប្រជាជនពលរដ្ឋរួមទាំងប្រជាជនដែលខ្ញុំបានជួបសន្ទនាជាមួយផងមិនអោយវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញខ្ញុំបានមើលឃើញផ្ទះដែលមានស្នាមធ្លុះធ្លួយដោយសារគ្រាប់កំភ្លើងសិប្បកម្មនិងឃ្លាំងស្តុកទំនិញដែលបានខូចខាតហើយថែមទាំងបានឃើញគ្រាប់ប្លង់មិនទាន់ផ្ទុះមួយគ្រាប់នៅក្នុងគំនរសំណល់បាក់បែកទាំងនោះទៀតផងយោងតាមច្បាប់អន្តរជាតិជនភេសជ្ជៈដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025រវាងប្រទេសថៃនិងប្រទេសកម្ពុជាបានចែងយ៉ាងច្បាស់ថាប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាពនិងគ្មានការរារាំងហេតុនេះជាការចាំបាច់ណាស់ដែលប្រទេសថៃនិងកម្ពុជាត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញហើយពួកគេស័ក្តិសមនឹងវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញបានផងដែរកង្វល់ផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងចំនួននេះមិនមែនមានត្រឹមតែរឿងការជំលាប្រជាពលរដ្ឋនោះទេប្រជាពលរដ្ឋរស់នៅក្នុងទីតាំងបណ្ដោះអាសន្នបានប្រាប់ខ្ញុំថាពួកគេបានបាត់បង់ការងារនិងទ្រព្យសម្បត្តិហើយកំពុងព្រួយបារម្ភយ៉ាងខ្លាំងថាតើត្រូវរស់ស៊ីចិញ្ចឹមគ្រួសារដោយរបៀបណាពលករចំណាក់ស្រុកកម្ពុជាជាជាង 900,000 នាក់បានវិលត្រឡប់មកពីប្រទេសថៃវិញជំនាញវិជ្ជាជីវៈរបស់ពួកគេមិនស៊ីគ្នាទៅនឹងតម្រូវការសេដ្ឋកិច្ចនៅប្រទេសកម្ពុជាឡើយហើយពលករជាច្រើននៅមិនទាន់មានការងារធ្វើនៅឡើយការបិទច្រកព្រំដែនបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជានិងសហគមន៍នៅតាមតំបន់ព្រំដែនដែលពឹងផ្អែកទៅលើការជួញដូរកសិផលនិងទំនិញផ្សេងៗវិស័យអប់រំការថែទាំសុខភាពនិងសេវាផ្សេងៗនៅតាមបណ្ដាព្រំដែនបានរងការរំខានយ៉ាងធ្ងន់ធ្ងរ Meal program. Most powerfully, I visited with families who described often with tears all that they had lost.